ព្រះអង្គសម្ដែងបន្តមកទៀតណាទុកនឹងឯងជាបច្ច័យនៃសទ្ធាហ្នឹងហើយក្នុង3ដកលេខ31ចឹងហ្នឹងហើយគ្រាន់តែថាមិនមែនបច្ច័យតែទុកនឹងតែមួយយ៉ាងទេបើអញ្ចឹងអ្នកមានទុកសិតតែមានសទ្ធាអស់ហើយហ្នឹងហើយគ្រាន់តែថាសេចក្តីទុកនឹងជាចំណែកមួយដែលពុទ្ធបរិស័ទយើងស្ដាប់ព្រះធម៌ទៅគឺមានសទ្ធាជឿព្រោះនៅក្នុងបេដកលេខ50ណាអភបសូតតែព្រះអង្គម្ដែងពីធម៌3 10ដងព្រះអង្គប្រកាសសម្ដែងចាប់ផ្ដើមឡើងត្រង់ថាបើមិនមានជាតិជារាមរណៈទេទោះបីជាតិជារាមរណៈជាតិមួយជារាមួយមរណៈមួយណាហ្នឹងឯងតថាគតក៏អត់បានត្រាស់ដឹងហើយធัวធម្មវិន័យដែលតថាគតប្រកាសសម្ដែងក៏អត់ច្បាស់លាស់ដល់សត្វទាំងឡាយព្រោះតែមានជាតិជារាមរណៈបានជាព្រះពុទ្ធអង្គត្រាស់ដឹងហើយធัวវិន័យដែលព្រះអង្គប្រកាសទៅវាជាច្បាស់ដល់សត្វទាំងឡាយហ្នឹងហើយបានព្រះអង្គបន្តមកទៀតមកជាតិជារាមរណៈហ្នឹងកើតព្រោះរាគៈទោសៈមោហៈហើយរាគៈទោសៈមោហៈហ្នឹងកើតព្រោះសកាយតិដ្ឋិចេឆាសីលវត្តវរាមាសៈហោហែរហូត3 10ដងព្រោះហ្នឹងណានៅក្នុងអភបសូតអង្គត្រង្កាយតិសកនិបាតហ្នឹងខ្ញុំណាក៏ចង់លើកថាការដែលមានសេចក្តីទុកនេះដែលធ្វើឲ្យយើងស្ដាប់ពធัวទៅគឺថាយើងជឿពធัวព្រះអង្គប្រកាសពីទុកមែនណាហើយការរួចផុតចាកទុកមានហ្នឹងឯងពីព្រោះទុកអាស្រ័យអវិជ្ជាតណ្ហាដែលជាមូលនៃវដ្តទុកហ្នឹងតែការអស់អវិជ្ជាតណ្ហាមានដោយសារពុទ្ធបរិស័ទយើងรับពធัวទៅបានជាបច្ច័យឲ្យចម្រើនទៅដោយបញ្ញាណាមានវិបស្សនាទៅបានដឹងពីការកើតឡើងនៃកម្មព្រោះអាស្រ័យអវិជ្ជាតណ្ហានឹងឯងវានាំឲ្យមានចេតនាជាអភិសង្ខារគឺកម្មនឹងហើយក៏បានដឹងពីការអស់ទៅនៃកម្មព្រោះអស់អវិជ្ជាតណ្ហាបានមានញាណក្នុងសន្តិបត្តិញាណក្នុងសន្តិបត្តិមិនមែនតន់មានព្រះនិព្វានជាអារម្មណ៍ទេប៉ុន្តែសវនញ្ញាណថ្នាក់ស្ដាប់នោះគឺស្ដាប់ព្រះនិព្វានមកយល់ត្រូវទៅតែម្ដងចឹងហ្នឹងឯងបើយើងអត់មានវិបស្សនាខាងដើមវានៅប្រកាន់ខ្លួនយើងអញ្ចឹងណាតែអញ្ចឹងទៅយើងស្ដាប់ពីព្រះនិព្វានទៅស្ដាប់ទៅយល់អត់ត្រូវទេព្រោះវាតេតួងនឹងខ្លួនយើងតែស្លាប់ទៅអត់កើតទៀតឬព្រះអរហន្តអស់ជីវិតទៅសូន្យវាឃើញមានអត្តាសូន្យណាអញ្ចឹងគឺយល់អត់ត្រូវក្នុងព្រះនិព្វានឬក៏ថាទៅនៅសពទៀងទាត់ក្នុងព្រះនិព្វានអីចឹងទៅឲ្យតែនៅសម្គាល់មានអត្តាទូខ្លួនវានៅប្រកាន់ណាហ្នឹងហើយវានៅប្រកាន់ថាសត្វបុគ្គលមានអញ្ចឹងយល់អត់ត្រូវក្នុងព្រះនិព្វានទេតើតែដឹងថាអត្តាអត់មានទេដែលមានទិដ្ឋិសូម្បីទិដ្ឋិមិនតាន់ដាច់ជាសមុច្ឆេទក៏ដោយតាន់មានសោតាបត្តមិអីណាប៉ុន្តែដឹងថាអាការប្រកម្មតែជាខ្លួនយើងហ្នឹងអាហ្នឹងគឺទិដ្ឋិទេអត្តានៅតែអត់ដដែលអ្វីដែលកើតពីបច្ច័យវាមិនដែលជាសត្វបុគ្គលកើតទេមុននឹងកើតវាអត់មានហើយវាមានវាគ្រាន់តែផលរបស់បច្ច័យទៅដូចពលឺថ្ងៃទីអញ្ចឹងវាមានជាមនុស្សទេវតាអីផ្លេកកន្តោទៅអិនតនូទៅថ្ងៃបដើកូនទៅវាមានជាមនុស្សជាទេវតាអីនាមអាស្រ័យរូបអាស្រ័យនាមហ្នឹងណាអាហ្នឹងតាំងពីនាមរូបបរិច្ឆេទញ្ញាណទៅវាលះនៅសកាយតិដ្ឋិហ្នឹងឯងតែបានដឹងនាមរូបជាទុក្ខសច្ចទៅវាលះសកាយតិដ្ឋិហ្នឹងឯងតែលះមិនតាន់ដាច់ដោយសោតាបត្តមិណាដោយបទាំងគបហានៈហ្នឹងឯងនៅក្នុងខណៈដែលវិបស្សនាកើតឡើងនោះវាហាមទិដ្ឋិហ្នឹងទិដ្ឋិដែលជាបរិយុទ្ធានៈក្រោតក្រៀតរូបរឹតសន្តាននៃចិត្តនេះណាហ្នឹងឯងវាហាមទៅព្រោះជីវ័ននៃចិត្តហ្នឹងគឺជាជីវ័នដែលមានវិបស្សនាចឹងទៅទិដ្ឋិវាអត់កើតទេហ្នឹងឯងវិបស្សនាហ្នឹងមកកាន់យកនាមរូបហ្នឹងជាអារម្មណ៍ទៅហ្នឹងក្នុងគណៈហ្នឹងទិដ្ឋិវាអត់កើតហ្នឹងឯងរួចដល់បានដឹងការកើតឡើងនៃកម្មព្រោះអាស្រ័យអវិជ្ជាតណ្ហាទៅបានអស់សង្ស័យថាយើងកើតក្នុងបច្ចុប្បន្ននេះកើតមកពីណាមានវិញ្ញាណអីមកកើតក្នុងផ្ទៃនៃមេត្តាអីហ្នឹងវាអស់
ការយល់ខុសអត់សង្ស័យទៅណាវាអត់ឃើញមានពលឹងអត្តាទូខ្លួនអីមកកើតទេវានៅលើកម្មជាកម្មបច្ច័យឲ្យមានវិបាកបរិសន្ធិអានុភាពបច្ច័យហ្មងណារឿងដេកសន្ធិហ្នឹងក៏ប្រមូលមកដោយការសន្សំនឹងសន្តានដោយចុតិហ្នឹងវាជាអនន្តរបច្ច័យអនន្តរោបនិយបច្ច័យវាបញ្ជូនការសន្សំសន្តានមកទាំងអស់ហ្នឹងបរិសន្ធិប្រមូលបានទាំងអស់ហ្នឹងហើយបរិសន្ធិហ្នឹងជាវិបាកអាស្រ័យកម្មជាបច្ច័យអត់យើង